សូមជម្រាបសួរអ្នកគ្រូកូនឈ្មោះហិនកេចាកូនអាមេរៀនជួនអ្នកគ្រូមករៀនទី17អនាម័យអំណាចចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរមានកុមារម្នាក់មិនសូវខិតខំរៀនសូត្រនិងមានទម្លាប់អាក្រក់មិនសម្អាតខ្លួនប្រាណរាល់ថ្ងៃសម្លៀកបំពាក់របស់គេមិនដែលស្អាតមុនពេលបរិភោគនំចំណីកុមាររូបនេះមិនដែលលាងដៃនឹងសាប៊ូសោះពេលខ្លះវាយកដៃកខ្វក់នោះទៅជូតនឹងខ្លួនប្រាណឬសម្លៀកបំពាក់ក្រោយមកវាឈឺសុខភាពវាទុក្ខទ្រុឌទ្រោមនិងចុះខ្សោយជាលំដាប់ក្រោយពីបានទទួលការណែនាំនេះពីគ្រូប្រចាំថ្នាក់មិត្តភក្តិនិងអ្នកគ្រូពេទ្យអំពីការណែនាំការថែទាំសុខភាពនិងការរស់នៅស្អាតរួចមកកុមារនោះបានញាក់រលឹកនិងអនុវត្តតាម4អនាម័យដូចជាលាងដៃនឹងសាប៊ូមុននឹងញ៉ាំចំណីដូច្នេះក៏សុខភាពរបស់កុមារក៏ល្អឡើងវិញអនាម័យនាំមកនូវសុខភាពល្អកូនសូមជម្រាបលាអ្នកគ្រូ